នេះជាប្រាសាទរបស់ខ្មែរខ្មែរចង់បិទពេលណាក្រែងខ្មែរបញ្ជានោះមកបណ្ដោះវាយមួយអធិបតេយ្យភាពទឹកដីរបស់ខ្ញុំត្រូវរក្សាកន្លែងនេះឯងត្រូវរក្សាឈៀកថយចេញវិញថយល្ងាចដកថយទី2ត្រៀមលក្ខណៈជាប់ជាប្រចាំបើសិនជានៅអូសបន្លាយនឹងទូអាវុធវាយកាន់កាត់ហើយវានឹងរាវត្រឹមមុខព្រួយពុះព្រះវិហារឬមួយក៏រាវទៅដល់ភូមិភាគ4តាមន់តាកបីលងវែងអីហ្នឹងឬមួយក៏រាវទៅដល់ភូមិភាគ5និងភូមិភាគ3ទៀតកោះកុងវាយតាមបណ្ដោយនឹងឡើងបើសង្គ្រាមប្រទេសនឹងប្រទេសគឺត្រូវវាយទាំង3ភូមិភាគវាយទាំងភូមិភាគ3ពីខេត្តកោះកុងចាំយាមរហូតមកដល់ខេត្តពោធិ៍សាត់រហូតខេត្តបាត់ដំបងប្រទេសវិជ័យវាយរហូតទៅដល់ឧត្តរមានជ័យដល់ព្រះវិហារនេះបើសិនជាសង្គ្រាមទ្រង់ទ្រាយធំបែបឈ្លានពានវាយកម្រិតប្រទេសនេះហើយគឺជាការប្រយុទ្ធគ្នាជើងទឹកក៏វាយគ្នាជើងទឹកទៀតបងប្អូនចង់អញ្ចឹងទេបើសិនជាគេរំលោភចូលហើយមិនដកនៅថ្ងៃនោះនឹងអាចមានការផ្ទុះ